មានប្រិយមិត្តជាច្រើនបានរងចាំយ៉ាងអន្ទះសារអំពីនៅក្នុងគណៈពេលដែលថៃមានការព្យួរនៅកិច្ចព្រមព្រៀងក៏ដូចជាបានអនុញ្ញាតឲ្យទាហានរបស់ថៃបានបាញ់ប្រហារប្រជាពលរដ្ឋរបស់ខ្មែររងរបួស3នាក់និងម្នាក់ត្រូវបានស្លាប់ហើយក៏មានប្រជាជនកម្ពុជាក៏ដូចជាមហាជនជាច្រើនរបស់កម្ពុជារងចាំមើលថាតើប្រធានអាស៊ានដែលជាអ្នកគិតគូរដឹកនាំទៅលើបញ្ហានៃការបញ្ចប់នៃចំនួនក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពរួមទាំងលោក Donald Trump ផងដែរតើមានការចេញនៅសេចក្តីសម្រេចណាមួយចំពោះទង្វើរបស់ខាងភាគីថៃនៅក្នុងពេលនេះក៏មានការលើកឡើងអំពីនាយករដ្ឋមន្ត្រីរបស់កម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតបានចេញនៅសារតាមរយៈ Facebook ផ្ទាល់ខ្លួនដោយមានការលើកឡើងថាបានជួបទូរស័ព្ទជាមួយនឹងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់ដើម្បីរាយការណ៍និងជជែកពិភាក្សាអំពីបញ្ហាសន្តិភាពរវាងប្រទេសថៃនិងកម្ពុជាហើយនៅក្នុងនោះដែរក៏មានលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានជជែកទូរស័ព្ទដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នោះផងដែរដែលក្នុងនោះគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមលោកបានលើកឡើងថាលោកបានរាយការណ៍អំពីការវិវត្តឬក៏បច្ចុប្បន្នភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump នោះដោយផ្ទាល់ផងដែរតើលោកអាន់វ៉ាអ៊ីប្រាហ៊ីមបាននិយាយនឹងរាយការណ៍រឿងអ្វីខ្លះជូនទៅលោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះឥឡូវនេះយើងមកតាមដានអំពីការលើកឡើងតាមរយៈនៃសារព័ត៌មាន Bernamaបានធ្វើសេចក្តីរាយការណ៍ក្នុងពេលថ្មីនេះថានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ2025គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានជជែកតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដោយផ្ទាល់ហើយដោយលោកបានស្វាគមន៍ពីទូរទស្សន៍ដ៏សកម្មរបស់ប្រទេសមហាអំណាចផុតលេខនៅក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bernama កាលពីថ្ងៃសុក្រទី14ខែវិច្ឆិកាឆ្នាំ2025នាពេលម្សិលមិញនេះមួយនឹងក្តីសង្ឃឹមថាកម្ពុជាថៃនឹងឈានទៅដល់ដំណោះស្រាយយូរអង្វែងទៅលើបញ្ហាព្រំដែនលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានបង្ហោះនៅលើទំព័រ Facebook របស់លោកថាសូមសង្កត់ធ្ងន់ថាប្រទេសទាំងពីរនេះបានដកកងទ័ពចេញពីព្រំដែនហើយស្របទៅតាមវិធីសាស្ត្របានឯកភាពគ្នាក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដូច្នេះហើយខ្ញុំក៏សូមស្វាគមន៍ចំពោះតួនាទីយ៉ាងសកម្មរបស់លោកប្រធានាធិបតី Donald Trump ដែលបានតាក់ទងទៅនាយករដ្ឋមន្ត្រីកម្ពុជានិងថៃផងដែរដើម្បីធានាថារាល់ការខ្វែងគំនិតគ្នាគឺត្រូវបានដោះស្រាយដោយរបៀបរៀបរយដើម្បីធានាបាននៅស្ថិរភាពនិងភាពសុខដុមរមនានៅក្នុងតំបន់ទំនឹងនោះដែរសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមផងដែរដោយសរសេរថានាយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយនឹងឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការវិវត្តនៃសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅក្នុងគោលបំណងនៃការបន្តជំរុញការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃតាមនាមប្រជាពលរដ្ឋកម្ពុជាខ្ញុំបានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតីដែលបានផ្ដួចផ្ដើមនិងសម្របសម្រួលឲ្យបាននៅបទឈប់បាញ់រវាងកម្ពុជាថៃកន្លងមកនិងសម្រេចបាននៅសេចក្តីថ្លែងការណ៍រួមនាទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជានៅក្នុងការបន្តអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមនាទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនេះនឹងបន្តធ្វើការជាមួយគ្នាស្របទៅតាមគោលការណ៍និងយន្តការទ្វេភាគីដែលបានឯកភាពគ្នារួមទាំងការដោះមីនមនុស្សធម៌តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរកម្ពុជានិងថៃនោះផងដែរសម្ដេចបានបន្តថាឯកឧត្តមប្រធានាធិបតី Donald Trump
បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាឯកឧត្តមចង់ឃើញនៅសន្តិភាពស្ថិរភាពរវាងកម្ពុជានិងថៃនៅក្នុងន័យនេះឯកឧត្តមប្រធានាធិបតីនឹងបន្តការតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ដើម្បីធានាមិនឲ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនោះទេកម្ពុជាបន្តរក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមទៅតាមគោលការណ៍និងយន្តការដែលបានឯកភាពគ្នាកន្លងមកដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជានិងថៃនិងការកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរប្រិមិត្តនេះគឺជាព័ត៌មានដែលមានការចុះផ្សាយដោយសារព័ត៌មានបាននៅមកដែលមានការដកស្រង់ទៅលើសម្ដីរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលលោកបានជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដោយរាយការណ៍អំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនរវាងកម្ពុជានិងថៃដែលប្រិមិត្តបានដឹងរួចមកហើយគឺថាប្រទេសថៃបានព្យួរមិនព្រមទៅយន្តការនៃកិច្ចព្រមព្រៀងដែលមានស្រាប់នោះដោយមានការលើកឡើងថាទ័ពរបស់ខ្លួនត្រូវបានរងគ្រោះដោយសារតែមីនខាងភាគីកម្ពុជាដាក់ថ្មីក៏ប៉ុន្តែការស៊ើបអង្កេតគឺมันបានឃើញដូច្នោះនោះទេដោយឡែកនៅក្នុងនោះដែរក៏មានការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតក៏បានជួបដោយផ្ទាល់ទៅតាមទូរស័ព្ទមួយនឹងលោកដូណាល់ត្រាំនោះផងដែរពិតណាស់ហើយថានៅក្នុងអ្វីដែលជាភាសាការទូតដែលនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងគឺមានន័យថាបានរាយការណ៍នៅស្ថានភាពទាំងឡាយទៅកាន់លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកហើយក៏បានបញ្ជាក់អំពីជំហររបស់ភាគីកម្ពុជាថាភាគីកម្ពុជាមិនបានបោះបង់ចោលឬក៏ព្យួរនៅកិច្ចព្រមព្រៀងដូចជាភាគីថៃនោះទេមានន័យថាជំហររបស់កម្ពុជានៅតែរក្សាប្រកាន់ខ្ជាប់នៅការអនុវត្តយន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរនោះដដែលទោះបីជាយ៉ាងណាក៏ដោយគេមិនបានឃើញនៅការបញ្ជាក់អំពីសំណេររបស់នាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជាលោកអាន់វ៉ាអ៊ីប្រាហ៊ីមប្រធាននៃអាស៊ានបដូវវេនឆ្នាំ2025នៅក្នុងការជម្រាបជូនសាធារណជនជាចំហនៅក្នុងអ្វីដែលភាគីថៃបានព្យួរនៅកិច្ចព្រមព្រៀងក៏ដូចជាការបាញ់រះមកលើជនស៊ីវិលកម្ពុជានោះទេក៏ប៉ុន្តែគេជឿជាក់ថានោះគឺជាអ្វីដែលមិនគួរយកមកធ្វើជាសំណេរជាសាធារណៈក៏ប៉ុន្តែគេជឿជាក់ថាលោកប្រធានអាស៊ានក៏ដូចជានាយករដ្ឋមន្ត្រីកម្ពុជានឹងរាយការណ៍អំពីបញ្ហានៃព្រឹត្តិការណ៍ដ៏សាហាវឃោរឃៅរបស់កងទ័ពថៃបានបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជាដោយគ្មានហេតុផលដើម្បីដណ្ដើមយកទឹកដីរបស់ពួកអ្នកស្រុកនៃជនជាតិកម្ពុជានេះឯងជាមិនខាននោះទេនៅក្នុងនោះដែរក៏គេមិនទាន់បានឃើញសំណេររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកការប្រតិកម្មអំពីអ្វីដែលធ្វើការឆ្លើយតបចំពោះអ្វីដែលជាជំនួបរបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនិងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅឡើយនោះទេក៏ប៉ុន្តែយោងទៅតាមសេចក្តីរាយការណ៍របស់លោកប្រធានអាស៊ានអាន់វ៉ាអ៊ីប្រាហ៊ីមក៏ដូចជាសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាគឺបានលើកឡើងដូចគ្នាថាសុទ្ធតែបានជួបតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីដោយផ្ទាល់នៅក្នុងនោះដែរលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានស្នើទៅឲ្យលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកជួបទូរស័ព្ទដោយផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជាជួបជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសថៃផងដែរដោយឡែកសម្រាប់នាយករដ្ឋមន្ត្រីនៃប្រទេសថៃមិនទាន់ឃើញសំណេររបស់ខ្លួននៅក្នុងការជួបជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំនៅឡើយនោះដែរប៉ុន្តែផ្ទុយទៅវិញនៅមុនពេលដែលមានសេចក្តីរាយការណ៍ថានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីឬក៏ប្រធានអាស៊ាននិងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានជួបជាមួយនឹងលោកដូណាល់ត្រាំនោះក៏មានការចេញនៅសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃរួចមកហើយថាជំហររបស់ភាគីថៃនឹងធ្វើការដោះស្រាយជម្លោះរវាងព្រំដែនកម្ពុជានិងថៃតាមរយៈការទូតគឺមិនប្រើប្រាស់កម្លាំងយោធានេះគឺជាសម្ដីនៃការបន្ទន់អេរយាប័តមួយ
នៅក្នុងជំហររបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃប៉ុន្តែគេពិបាកនឹងជឿជាក់បានណាស់ថានៅក្នុងប្រទេសថៃនេះការចេញនៅសេចក្តីថ្លែងការណ៍វាហាក់ដូចជាមានភាពច្របូកច្របល់មិនដឹងថាតើមន្ត្រីណាមួយដែលអាចបញ្ជាក់ជំហរជាផ្លូវការសម្រាប់រដ្ឋាភិបាលរបស់ខ្លួននោះទេពីព្រោះថាសូម្បីតែទាហានសូម្បីតែមន្ត្រីធម្មតាឬក៏មន្ត្រីការបរទេសនិងនាយករដ្ឋមន្ត្រីគឺមានការលើកឡើងនៅសម្ដីខុសៗគ្នាដែលធ្វើឲ្យគេពិបាកនៅក្នុងការកត់សម្គាល់ជាផ្លូវការថាតើជំហររបស់ប្រទេសថៃអ្នកណាជាអ្នកទទួលខុសត្រូវពិតប្រាកដនៅក្នុងតំណាងឲ្យប្រជាជាតិនៃប្រទេសថៃនោះទាំងអស់នេះគឺសុទ្ធតែជាបញ្ហានៃការវិវត្តថ្មីចុងក្រោយបន្ទាប់អំពីមានព្រឹត្តិការណ៍នៃការបាញ់ប្រហារពីសំណាក់ទាហានថៃមកលើជនស៊ីវិលកម្ពុជានិងការប្រកាសព្យួរនៅកិច្ចព្រមព្រៀងសន្តិភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសថៃនោះឯងនៅក្នុងនោះក្រៅអំពីឡើងតាមសម្រង់របស់នាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជាប្រធានអាស៊ានបានការកត់សម្គាល់នៅសម្ដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាក្នុងនាមសហរដ្ឋអាមេរិកគឺចង់ឃើញនៅការអនុវត្តនៃកិច្ចព្រមព្រៀងសន្តិភាពនិងចង់បានឲ្យភាគីនៃប្រទេសកម្ពុជានិងប្រទេសថៃត្រូវតែទទួលបាននៅសន្តិភាពហើយសហរដ្ឋអាមេរិកនឹងធ្វើការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុតចំពោះស្ថានភាពក៏ដូចជាព្រឹត្តិការណ៍និងយន្តការដែលប្រទេសទាំងពីរត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀងនោះយ៉ាងណាក៏ដោយគេមិនទាន់បានឃើញនៅការប្រតិកម្មគំរាមកំហែងនៅក្នុងការស្ដីបន្ទោសទៅដល់ភាគីថៃដែលបានធ្វើការរំលោភបំពានយ៉ាងអមនុស្សធម៌ដោយការវាយប្រហារអំពើហិង្សាដោយប្រដាប់អាវុធទៅលើប្រជាជនស៊ីវិលដែលគ្មានប្រដាប់អាវុធនោះគឺសហរដ្ឋអាមេរិកមិនទាន់មានការប្រតិកម្មឬក៏សហរដ្ឋអាមេរិកកំពុងតែប្រមូលនៅទិន្នន័យបន្ថែមឬក៏នឹងធ្វើការសម្រេចចិត្តនៅក្នុងលក្ខខណ្ឌណាមួយនៅពេលខាងមុខក៏មិនទាន់ត្រូវបានការទម្លាយឲ្យដឹងអំពីជំហររបស់សហរដ្ឋអាមេរិកនៅឡើយនោះទេក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែតាមដាននៅតែប្រកាន់ខ្ជាប់នៅការឲ្យអនុវត្តទៅលើបទចុះបាញ់និងកិច្ចព្រមព្រៀងសន្តិភាពមិនមានការដកខ្លួនឬក៏មិនមានការធ្វេសប្រហែសចំពោះបញ្ហានេះនៅឡើយនោះទេហើយម្យ៉ាងទៀតគេកំពុងតែរងចាំមើលថាតើជំហររបស់នាយករដ្ឋមន្ត្រីនៃប្រទេសថៃនៅក្នុងគណៈពេលដែលព័ត៌មានដែលប្រមូលបានពីភាគីនៃប្រធានអាស៊ាននិងភាគីកម្ពុជារួចហើយតើលោកត្រាំនឹងធ្វើការសម្រេចចិត្តបែបណាបើសិនជាប្រទេសថៃបានបោះបង់ឬក៏មានការលែងផ្ដល់នៅតម្លៃសម្រាប់កិច្ចព្រមព្រៀងរបស់លោក Donald Trump នោះ